នៅក្នុងវីដេអូនេះយើងនឹងបង្ហាញពីរបៀបបង្កើតនិងគ្រប់គ្រងមុខវិជ្ជាសម្រាប់កម្មវិធីសិក្សានៅក្នុងសាកលវិទ្យាល័យជាដំបូងយើងនឹងចូលទៅក្នុងផ្ទាំង Subject នៅក្នុង University Dashboard រួចចុច Add Subject ដើម្បីបង្កើតមុខវិជ្ជាថ្មីៗសម្រាប់កម្មវិធីសិក្សានីមួយៗរបស់សាកលវិទ្យាល័យដោយលោកអ្នកត្រូវបញ្ចូលលេខកូដមុខវិជ្ជាចំនួន credit ឈ្មោះមុខវិជ្ជានិងភ្ជាប់វាទៅប្រូក្រាមដែលពាក់ព័ន្ធបន្ទាប់មកបំពេញការពិពណ៌នានិងកំណត់ចំនួនម៉ោងសិក្សាព្រមទាំងចំនួននិស្សិតអតិបរមាដែលអាចចុះឈ្មោះបាននៅក្នុងមុខវិជ្ជានីមួយៗបន្ទាប់មកកំណត់កម្រិតដែលសាស្ត្រាចារ្យអាចធ្វើការវាយតម្លៃទៅលើមុខវិជ្ជានីមួយៗបានដោយបែងចែកទៅតាមប្រភេទបន្ទាប់ពីបង្កើតរួចរាល់មុខវិជ្ជានឹងត្រូវបានបង្ហាញនៅក្នុងផ្ទាំង Subject ដែលអាចស្វែងរកកែប្រែនិងគ្រប់គ្រងបានយ៉ាងងាយស្រួលបន្ទាប់មកលោកអ្នកអាចធ្វើការបង្កើត section សម្រាប់មុខវិជ្ជានីមួយៗដោយកំណត់លេខកូដ section គ្រូបង្រៀនថ្នាក់បង្រៀននិងចំនួនសិស្សនិស្សិតអតិបរមាជាមួយនឹង School Connect ងាយស្រួលក្នុងការគ្រប់គ្រងមុខវិជ្ជាការវាយតម្លៃនិងការបង្រៀនទាំងអស់នៅក្នុងប្រព័ន្ធតែមួយ